អ៊ំគីងគួមើលនោះមានសត្វដើកពាក់អាវក្រោះដើរចូលមកផ្សារយើងតើទីនេះឬជាកន្លែងរបស់គីងគួទេវតាដែលល្បីល្បាញនោះបាទគឺខ្ញុំបាទនេះហើយតើលោកមេតបមានការអ្វីឲ្យខ្ញុំជួយឬព្រះចៅស្ដេចនាគកំពុងប្រឈមនឹងជំងឺស្រែងស្រកាភ្លើងយ៉ាងធ្ងន់ធ្ងរទ្រង់មានរាជបញ្ជាឲ្យនិមន្តលោកគ្រូពេទ្យគីងគួទៅព្យាបាលជាបន្ទាន់តាកែកុំទៅអីចុះបើមើលមិនជាក្រែងស្ដេចនាគចាប់ហែកស៊ីទៅកុំបារម្ភអីអ៊ំក្នុងនាមជាគ្រូពេទ្យទោះអ្នកជំងឺជានរណាក៏ខ្ញុំត្រូវតែសង្គ្រោះដែរខ្ញុំនឹងទៅអូហូឋានសមុទ្រនេះស្រស់ស្អាតមិនចាញ់ព្រៃឈើទេតើត្រីជំរុះពណ៌ហែលពេញទឹកដល់ហើយលោកគ្រូពេទ្យនេះគឺជារាជវាំងគ្រីស្តាល់របស់ព្រះចៅស្ដេចនាគអូយរមាស់ណាស់ក្តៅដូចភ្លើងឆេះសង្ការអញលបូតអស់ហើយអាណាមកជួយអញសូមក្រាបបង្គំព្រះអង្គទូលព្រះបង្គំជាគីងគក់មកពីព្រៃភ្នំសូមអនុញ្ញាតពិនិត្យព្រះរោគសត្វតូចល្អិតដូចឯងនេះឬជាគីងគក់ទេវតាឆាប់មើលទៅបើមើលមិនជាអញនឹងកំទេចព្រៃឯងចោលហើយនេះមិនមែនជាស្រែងធម្មតាទេវាជាមេរោគដែលកើតចេញពីកម្ដៅភ្នំភ្លើងក្រោមសមុទ្រហើយថ្នាំទិព្វធម្មតារបស់ខ្ញុំមិនអាចទប់ទល់កម្ដៅនេះបានទេក្រាបទូលព្រះអង្គដើម្បីចម្រាញ់ថ្នាំដែលអាចត្រជាក់ដល់ឆ្អឹងនិងបណ្ដុះស្រកាថ្មីបានគុំត្រូវការទឹកដំណក់គុជខ្យងព្រះច័ន្ទរាប់ពាន់ឆ្នាំមកលាយបញ្ចូលគ្នាទៅបានឆាប់ទៅយកគុជខ្យងព្រះច័ន្ទដែលជាកំណត់ប្រចាំត្រកូលអញមកទីនេះភ្លាមអញទ្រាំលែងបានហើយត្រជាក់ដូចទឹកអមฤតបណ្ដេញកម្ដៅភ្លើងបណ្ដុះស្រកាមាសរួចរាល់ហើយទ្រង់អត់ធ្មត់បន្តិចណាវាអាចនឹងស្រាវបន្តិចត្រជាក់ដល់បេះដូងតែម្ដងបាត់រមាស់ហើយជាហើយស្រកាអញដុះមកវិញហើយរលោងជាងមុនទៅទៀតឯងពិតជាគីងគក់ទេវតាប្រកបមែនធឿលតបស្នងសងគុណអាយុជីវិតនេះអញសូមប្រគល់ចងសាំងផ្លុំហៅសមុទ្រនេះឲ្យឯងពេលណាឯងមានអាសន្នគ្រាន់តែផ្លុំវាកងទ័ពអញនឹងទៅជួយភ្លាមសូមអរគុណព្រះអង្គទោះជាព្យាបាលស្ដេចឬអ្នកតូចទាបក៏តម្លៃនៃការព្យាបាលគឺស្មើគ្នាអ៊ីហេអសតស្ថានគីងគក់ទេវតាបើកទ្វារឲ្យបងប្អូនឯងឮទេពូគីងគក់មានខ្យងសង្កមាសអាចហៅកងទ័ពសមុទ្របានមែនហើយវាបញ្ចេញពន្លឺភ្លឺភ្លេចពេញតូបគាត់តែម្ដងអូយពួកអាត្មាព្រៃមកពីណារត់លឿនបងប្អូនយើងរត់ Run everyone run ណែអាគីងគក់ទឿឮថាឯងមានខ្យងសាំងហៅសមុទ្រប្រគល់វាមកឲ្យអញភ្លាមបើមិនចង់ខ្ទេចតូបវាមិនមែនជារបស់ឯងទេខ្ញុំនឹងមិនប្រគល់វាឲ្យឯងទេឯងចង់ស្លាប់មែនទេនេះជារបស់ព្រះរាជទានខ្ញុំមិនអាចឲ្យឯងយកទៅធ្វើអំពើអាក្រក់បានទេអូយតាមពិតអញមកនេះព្រោះអញកើតស្រែករមាស់ស្លាប់ហោះមិនរួចទេមើលឲ្យអញបន្តិចមកលោកគ្រូពេទ្យសូមអង្គុយចុះឲ្យខ្ញុំមើលស្លាប់របស់អ្នកបន្តិចចាំឈឺមែនចាំខ្ញុំពិនិត្យមើលសិនអាល្ងងបានខ្យងសាំងនេះអញនឹងខ្លាចជាស្ដេចសមុទ្រហើយឈប់សិនអ្នកឯងមិនអាចប្រើវាបានទេវាមានមុនអាគមលាហើយអាពេតគីងគក់អូយក្តៅណាស់ស្លាប់អញរមាស់ណាស់ក្តៅរលាកអស់ហើយមេកើយយើងហោះលែងរួចហើយមុនអាគមខ្យងនេះធ្វើឲ្យយើងធ្ងន់ដូចថ្មសំមុខហើយចង់លួចរបស់ស័ក្តិសិទ្ធិកម្មពៀតាមតន់ភ្លាមលោកគ្រូពេទ្យគីងគក់ជួយខ្ញុំផងខ្ញុំខុសហើយស្បែកខ្ញុំដូចត្រូវភ្លើងដុតអញ្ចឹងខ្ញុំប្រគល់ខ្យងសាំងឲ្យវិញហើយកុំជួយវាអីតាកែទុកឲ្យវាលមាស់ស្លាប់នឹងហើយវាជាចៅអាក្រក់គំនុំមិនអាចដោះស្រាយដោយគំនុំទេខ្ញុំជាគ្រូពេទ្យបើខ្ញុំបោះបង់អ្នកជំងឺខ្ញុំក៏មិនខុសពីពួកគេដែរទ្រាំបន្តិចទៅថ្នាំនេះនឹងបន្សាបបណ្ដាសាខ្យងសាំងសមុទ្រលើកក្រោយកុំលោភលន់ចង់បានរបស់ដែលមិនមែនជារបស់ខ្លួនទៀតគុណលោកគ្រូធំទេណាចាប់ពីថ្ងៃនេះទៅខ្ញុំនិងកូនចៅនឹងក្លាយជាអ្នកយាមកាមការពារព្រៃនេះជ័យយោពូគីងគក់ពិតជាអស្ចារ្យមែនឈ្នះទាំងជំងឺឈ្នះទាំងសត្រូវដោយសេចក្តីល្អថ្នាំដែលពូកែបំផុតនៅលើโลกនេះមិនមែនជាថ្នាំទិព្វអ្វីឡើយតែវាគឺក្តីមេត្តាហ៊ីអែមានអ្នកណារមាស់ទៀតទេអូហូថ្ងៃនេះញៀវច្រើនណាស់ចាស់ទៅហើយដៃជើងលែងសរហ័សដូចមុនធ្វើស្ទើរតែមិនទាន់ខ្ញុំប្រហែលជាត្រូវការកូនសិស្សម្នាក់ហើយ
សួស្តីលោកគ្រូគីងគូខ្ញុំបាទឈ្មោះវីរៈខ្ញុំសូមស្ម័គ្រចិត្តធ្វើជាកូនសិស្សរបស់លោកគ្រូខ្ញុំអាចធ្វើបានគ្រប់យ៉ាង យល់ព្រមល្អណាស់វីរៈការងារដំបូងគឺត្រូវចេះបែងចែករុក្ខជាតិឱសថជួយរើសស្លឹកប្រមោយដំរីចេញពីស្លឹកពុកមាត់ឆ្មាឲ្យគ្រូបន្តិចមក បាទលោកគ្រូ ស្រួលណាស់ Oh no អូយ វីរៈអើយឯងលាយចូលគ្នាខ្ទេចអស់ហើយបើយកទៅដាំឲ្យអ្នកជំងឺផឹកប្រូចជារាគរូសមិនខាន សុំទោសលោកគ្រូខ្ញុំប្រហែលជាមិនស័ក្តិសមធ្វើពេទ្យទេ មិនពិតទេកូនប្រុសមិនអីទេកុំអាលបាក់ទឹកចិត្តការធ្វើជាគ្រូពេទ្យមិនទាមទារភាពរហ័សទេតែទាមទារភាពហ្មត់ចត់និងការយកចិត្តទុកដាក់តោះមើលគ្រូធ្វើជាគំរូគ្រូត្រូវទៅបេះថ្នាំនៅជើងភ្នំបន្តិចវីរៈមើលការខុសត្រូវតូបផងណាបើមានភ្ញៀវមកទិញថ្នាំក្អកយកដបពណ៌លឿងឲ្យគេបាទលោកគ្រូ ក្អកអ៊ំគីងគូអើយសុំថ្នាំក្អកមួយដបមក លោកគ្រូមិននៅទេបងកណ្ដោតែខ្ញុំអាចរៀបចំថ្នាំជូនបានចាំមួយផ្លែតអូយថ្នាំអីក៏ផ្អែមម្លេះអើយមិនក៏សំឡេងខ្ញុំមិនក៏រោមខ្ញុំទៅជាចឹង អូ មានរឿងអីហ្នឹងបងកណ្ដោមិនក៏ខ្លាចជាស្គរសំឡេងអញ្ចឹង អូ មិនអីខ្ញុំច្រឡំយកថ្នាំបដូរពណ៌សក់ឲ្យគាត់ផឹកហើយខ្ញុំសម្លាប់គាត់ហើយ អីគេអូអត់ទេ កុំភ័យអីវីរៈថ្នាំនោះគ្រាន់តែបដូរពណ៌ប៉ុន្មានម៉ោងទេឯងនេះណាប្រញាប់ពេកទៅខុសធ្វើជាគ្រូពេទ្យត្រូវអានស្លាកសញ្ញាឲ្យបានច្បាស់ ខ្ញុំមិនត្រូវធ្វើឲ្យលោកគ្រូខកចិត្តទៀតទេពណ៌លឿងថ្នាំក្អកពណ៌ទឹកក្រូចថ្នាំលាបសក់ខ្ញុំត្រូវតែចាំ ជួយផងកូនខ្ញុំត្រូវពោះចឹកមានអ្នកណាមានថ្នាំបន្សាបទេ លោកគ្រូជាប់រវល់ប៉ុន្តែខ្ញុំអាចជួយបាន ទីពោះព្រៃប្រភេទនេះត្រូវប្រើថ្នាំបន្សាបពណ៌ស្វាយ ឯងធ្វើបានល្អណាស់ការវិយុបមិញវីរៈឯងចេះស្ងប់ស្ងាត់និងប្រើប្រាស់ចំណេះដឹងបានត្រឹមត្រូវគ្រូមានមោទនភាពចំពោះឯងណាស់ បងប្អូនសត្វព្រៃទាំងឡាយយប់ស្អែកនេះជាពិធីបុណ្យដឹងគុណព្រៃឈើសូមអញ្ជើញមកជួបជុំគ្នានៅមុខអសរស្ថានគីង្គក់ទេវតា លោកគ្រូ ថ្នាំបើកម្លាំងនិងស្ករគ្រាប់វីតាមីនសម្រាប់ចែកជូនអ្នកភូមិនៅយប់ស្អែករៀបចំរួចរាល់ហើយបាទ ឥតខ្ចោះវីរៈយើងត្រៀមខ្លួនរួចរាល់ហើយ ល្អណាស់វីរៈ ពិធីបុណ្យនេះគឺជាឱកាសដែលយើងត្រូវតបស្នងទៅកាន់អ្នកភូមិវិញម្ដងដែលតែងតែគាំទ្រយើង សប្បាយចុះបងប្អូនរឿងសន្តិសុខទុកឲ្យក្រុមខ្ញុំជាអ្នកមើលការខុសត្រូវគ្មានអ្នកណាហ៊ានមករំខានទេ អរគុណបងថ្មាតយប់នេះសប្បាយណាស់តាកែគង្គូបើគ្មានតាកែទេពួកយើងប្រហែលជានៅតែរមាស់ស្បែកនិងរស់នៅដោយការរើសអើងគ្នា តាកែមិនត្រឹមតែព្យាបាលគៀងកាយតែបានព្យាបាលបេះដូងពួកយើងទៀតនេះជាកាដូពីពួកយើងអរគុណអ្នកទាំងអស់គ្នាណាគ្រូតើថ្ងៃណាមួយខ្ញុំអាចក្លាយជាគីង្គក់ទេវតាទី2បានទេ ឯងមិនចាំបាច់ខ្លាយជាគីង្គក់ទេវីរៈឯងគ្រាន់តែធ្វើជាកង្កែបទេវតាដែលមានបេះដូងពោពេញដោយក្តីមេត្តានោះគឺគ្រប់គ្រាន់ហើយ អ៊ីយ៉ាសុខសប្បាយទាំងអស់គ្នាណា